Hello ក៏ដូចជាសួស្តីប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីចឹងថ្ងៃនេះយើងមិនសម្រាប់នឹងតទៀតហើយប៉ុន្តែមិនចុះដល់វីដេអូសង្ឃឹមតែគ្នាយើងមិនចិត្តអាក្រក់ណាចុចមេដៃហើយកុំភ្លេចស្ដាប់ channel ខ្ញុំម្នាក់មួយផងចឹងកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅវីដេអូយើងទាំងអស់គ្នាបណ្ដាលទៅរឿងរបស់យើងហ្នឹងយើងក៏បានឃើញហើយថាបេសាយកណ្ដុលក៏បានលេចមុខមកហើយធ្វើឲ្យពួកគេហ្នឹងមានការភ័យខ្លាចខ្លាំងមែនទែនបេសាជ្រូករបស់យើងហ្នឹងក៏បានប្រាប់ហើយថាគេមកទីនេះហ្នឹងដើម្បីមកកញ្ចាប់សត្វកណ្ដុលដើម្បីជួនប្រជាជននៅទីនេះបេសាយកណ្ដុលនៅពេលដែលឃើញបែបនេះណាក៏បាននិយាយដែរវាប្រែថាពួកតូចៗទាំងអស់នេះមកចាប់ការយើងតាមមែនទេអីយ៉ាឯងនិយាយសម្ដីធ្លោកផងឯងមិនស្គាល់យើងទេថាយើងគឺជាអ្នកណាមើលដោយប្រុងប្រយ័ត្នណានេះគឺជាអ្នកណាឯងស្គាល់ដែរឬទេបិសាយកណ្ដុលរបស់យើងនឹងក៏បានឆ្លើយហើយអញមិនប្រហែលទេដឹងពីណាគេទេរួចហើយបិសាយជ្រូករបស់យើងនឹងក៏បានណែនាំខ្លួនដែរលបងស្វាលបងឆាប់ណែនាំខ្លួនទៅថាលបងគឺជាអ្នកណាខ្ញុំគឺជាស្ដេចស្វាស្មៅមេឃសុនអ៊ូខុងប៉ុន្តែបិសាយកណ្ដុលរបស់យើងនឹងក៏បានឆ្លើយទៅវិញហើយថាគេនឹងមិនដែលស្គាល់ទេហើយក៏មិនដែលឮឈ្មោះដែរហើយក៏បានធ្វើបិសាយកង្កែបរបស់យើងនឹងមានការភ័យខ្លាចមែនទែនមុនដំបូងត្រង់ថាមកបន្លាយគេអញ្ចឹងណាដល់គេអត់ស្គាល់អញ្ចឹងទៅចាប់ដាក់ភ័យរបស់គេវិញបិសាយជ្រូករបស់យើងនៅពេលដែលឃើញបែបនេះណាអត់មានចាំយូរទេឯងនេះពិតជាមនុស្សមិនដឹងអីមែនលបងធំរបស់យើងណាដាំដុះអស់5000ឆ្នាំមកហើយប៉ុន្តែដោយសារតែឯងក្មេងចំនួនក្រោយបែបនេះមើលទៅឯងមិនស្គាល់ទេតើតែចំនួនចិត្តរបស់ឯងនោះទៅឯងស្គាល់បានបិសាយកណ្ដុលរបស់យើងនឹងក៏បានតទៅវិញហើយឆាប់និយាយអត់ប្រយោជន៍ទៅប្រសិនបើឯងខ្លាំងឯងហក់ចូលមកអាសារបស់យើងនៅពេលដែលលើបែបនេះភ្លាមណាអត់មានចាំយូរទេក៏បានស្ទុះហក់ចូលទៅវាយភ្លាមតំណងនេះយើងបតែទៅនឹងមិនទៅវាយគេណាទៅឲ្យគេវាយហើយគ្រាន់តែឃើញប្រព័ន្ធណែភ្លាបិសាយកង្កែបរបស់យើងនឹងក៏បានបើករកផ្លូវរត់ហើយបាទបតែយើងក៏លេចទៅមើលទ្វារណាទ្វារចាក់សោហើយបិសាយជ្រូករបស់យើងនៅពេលដែលឃើញបែបនេះក៏មិនណយដែរនេះរកគ្នាក៏បានហក់ចូលទៅវាយណាបតែវាយអត់ត្រូវទេដោយសារតែអាប៉ែនឹងគឺថាវាលឿនពេកហើយក៏បានប្រាប់គ្នាគេនឹងឲ្យឆាប់ចូលមកដើម្បីប្រយុទ្ធជាមួយនឹងគ្នាអញ្ចឹងណាបតែមានណាកំពុងតែនិយាយនឹងបិសាយកណ្ដុលរបស់យើងនឹងក៏បានម៉ាត់ដៃចូលក្នុងពោះភ្លាមតែម្ដងហើយយើងក៏បានឃើញហើយថាពួកសង្តាននឹងគឺថាគ្មានគីឡូជាមួយនឹងបិសាយកណ្ដុលរបស់យើងនោះទេបិសាយកណ្ដុលនៅពេលដែលឃើញបែបនេះណាចាប់ដើមមានការកេងកាងទៀតហើយវាប្រែថាអ្នកមកពីទីក្រុងឆ្ងាយមកចាប់ការខ្ញុំគឺអត់ប្រយោជន៍បែបនេះទេបិសាយកង្កែបនៅពេលដែលគេវាយដួលបែបនេះណាក៏បានសួរទៅកាន់ប៉ាជេថាមានល្បិចទប់ទល់ជាមួយនឹងអាកណ្ដុលមួយនេះដែរទេបិសាយកណ្ដុលនៅពេលដែលឃើញគេហៅខ្លួនឯងគឺជាកណ្ដុលបែបនេះណាគេចាប់ដើមមានការខឹងខ្លាំងមែនតើអ្នកនរគ្នាខ្ញុំបានវឹកហាត់ចំនួន50ឆ្នាំមកហើយដោយសារតែខ្ញុំមិនចង់ឲ្យនរណាម្នាក់ហៅខ្ញុំគឺជាកណ្ដុលបំរុងទៅសម្លាប់បិសាយកង្កែបរបស់យើងហើយប៉ុន្តែមានណាស្រាប់តែជ្រូករបស់យើងនឹងក៏បានមកចាប់តន់ហើយក៏បានប្រាប់ឲ្យលបងកង្កែបនឹងវាយអាប៉ែនឹងភ្លាមទៅប៉ុន្តែយើងក៏បានឃើញហើយថាលបងកង្កែបរបស់យើងនេះគឺថាកម្លាំងខ្លាំងមែនតើអ្នកនរគ្នាគឺថាវាយគេអត់ប៉ាងទេគេដាក់តែមួយជើងទេគឺថាប៉ាងទុយទៅវិញទៀតហើយរួចហើយបិសាយកណ្ដុលនឹងក៏បានប្រើកម្លាំងខ្លាំងមែនតើដើម្បីបំបែកការរីរាំងអីចឹងណាមុំរងទៅមាត់មួយដៃទៀតហើយប៉ុន្តែភ្លាមនឹងមានណាស្ដេចស្វាសុនអ៊ុកខុងរបស់យើងនេះក៏បានចាប់ផ្ដើមចេញកម្លាំងហើយអ្នកនរគ្នាគឺថារត់បំបុកយកមកនេះយើងហើយគ្រាន់តែការរត់បុកនោះយើងក៏បានឃើញហើយថាបិសាយកណ្ដុលជាមួយនឹងបិសាយជ្រូកនឹងគឺថាទ្រោមខ្លួនខ្លាំងមែនតើអ្នកនរគ្នាខ្ញុំអាណិតតែអ្នកក្រោយតែគ្នាយើងហើយរត់បុកគ្នារត់ងាប់យកមកនេះយើងមើលលបងជ្រូករបស់យើងនេះនៅពេលដែលគេបុកយ៉ាងណាក៏បានមាត់តិចថាអាប៉ែកណ្ដុលនេះវាអស់កម្លាំងហើយបានហើយប៉ុន្តែលបងស្វារបស់យើងនឹងមិនមានចប់ត្រឹមនឹងអាណាគ្នាយើងក៏បានលោតអុកភ្លាមតែម្ដងហើយគ្រាន់តែចំហាយលោតបុកនឹងយើងក៏បានឃើញហើយសម្បីតែផ្ទះនឹងក៏មានការរង្គើដែរតែរឿងរបស់យើងនឹងក៏កាលមកដល់80ម៉ោងក្រោយមកយើងក៏បានឃើញហើយថាអ្នកភូមិនៅទីនោះមានការព្រួយបារម្ភខ្លាំងមែនទែនប៉ុន្តែភ្លាមនឹងអ្នកចម្លងធម៌ទាំង4របស់យើងនឹងស្រាប់តែចេញមកហើយព្រមជាមួយនឹងកណ្ដុលមួយក្បាលនេះគឺជាបិសាយកណ្ដុលដែលគេឲ្យចាប់ការនឹងឯងនៅពេលដែលឃើញបែបនេះណាអ្នកភូមិរបស់យើងនឹងមានការសប្បាយចិត្តខ្លាំងមែនទែនដោយសារតែគេនឹងលេងព្រួយបារម្ភជាមួយនឹងបិសាយកណ្ដុលទៀតហើយរួចហើយតែរឿងរបស់យើងនឹងក៏កាលមកដល់ពេលល្ងាចណាពេលអ្នកភូមិកំពុងតែរៀបចំអីវ៉ាន់នឹងជូនទៅកាន់អ្នកចម្លងធម៌ទាំង4រូបរបស់យើងរៀបចំដើម្បីទៅភៀសខាងលិចបន្តទៀតអីចឹងណាហើយយើងក៏បានឃើញហើយថាអ្នកភូមិនៅទីនោះណាគឺថាមានការឲ្យអវ៉ាន់ច្រើនមែនទែនប៉ុន្តែបិសាយជ្រូករបស់យើងនឹងក៏បានចេញមកគាត់ដែរថាមិនចាំបាច់ឲ្យអវ៉ាន់ច្រើនពេកនោះទេលោកមេភូមិរបស់យើងនឹងក៏បានចេញមកថាអូយអីវ៉ាន់ប៉ុណ្ណឹងមានទៅច្រើនស្អីណាមួយលោកមានយុទ្ធសាស្ត្រខ្លាំងក្លាច្បាស់ណាប៉ុណ្ណឹងមិនមែនជារឿងច្រើននោះទេអាសារបស់យើងនៅពេលដែលឃើញបែបនេះណាក៏មានការតវ៉ាដែរដោយសារតែអវ៉ាន់ច្រើនពេកគេលីធ្ងន់តែម្នាក់ឯងនេះយើងប៉ុន្តែលបងជ្រូករបស់យើងនឹងក៏បានទាញអាថ្មសំលៀងហើយបើគេមិនសុខចិត្តនឹងទៅសំលៀងថ្មនោះទៅហើយលោកមេភូមិនឹងក៏បានផ្ដាំដែរថាឲ្យទៅជួយកូនស្រីគាត់ផងកូនស្រីរបស់គាត់បានរស់នៅលើភ្នំមួយនោះហើយនៅលើភ្នំហ្នឹងណាគឺថាមានបិសាចច្រើនមែនតើដូច្នេះហើយសូមឲ្យសង្ខារនឹងទៅជួយកូនស្រីគាត់ផងលបងជ្រូករបស់យើងនៅពេលដែលលើបែបនេះណាក៏បានប្រាប់ទៅវិញទៀតហើយលោកមេភូមិក៏បារម្ភខ្ញុំប្រកាសជាជួយកូនស្រីរបស់លោកមេភូមិព្រមជាមួយនឹងកុមារដោយសុវត្ថិភាពដូច្នេះហើយលោកមេភូមិក៏បារម្ភអីរួចហើយដំណើរចម្លងធម៌ទៅភៀសខាងលិចទាំង4នាក់របស់យើងនេះក៏ចាប់ដើមបន្តទៅមុខទៀតហើយនៅតាមផ្លូវគ្រាន់តែបិសាចឃើញនឹងក៏មានការភ័យតក់ស្លុតដែរព្រមជាមួយនឹងទស្សនវិជ្ជាគ្រប់បែបយ៉ាងមានការស៊ូទ្រាំនិងមានការរីករាយនៅក្នុងជីវិតរបស់ពួកគេនិយាយទៅគេបុកស្រាយរឿងគ្រប់សពអញ្ចឹងណាគ្នាយើងប្រៀបទៅដូចជាមនុស្សយើងអញ្ចឹងគ្មានអ្វីដែលបានមកស្រួលនោះទេមានការបានម
មានការអត់នឹងហើយគឺជាជីវិតរបស់មនុស្សយើងគ្នាយើងមានតែការស៊ូទ្រាំប៉ុណ្ណោះទើបធ្វើឲ្យយើងនឹងទទួលបានជោគជ័យតែរឿងរបស់យើងនឹងក៏ការមកដល់កន្លែងភ្នំមួយទៀតហើយកូនចៅរបស់គេនឹងក៏បានមករាយការណ៍ហើយលោកម្ចាស់នៅខាងក្រៅភ្នំយើងមានអ្នកណាតាំងខ្លួនឯងគឺជាស្ដេចស្វាស្មើមេឃហើយមកទីនេះពួកគេដើម្បីមកកញ្ចាប់យើងលោកម្ចាស់មេវិស័យលឺភ្លាមណាក៏មានចាំយូរដែរក៏បានប្រាប់កូនចៅរបស់គេណាឲ្យរៀបចំខ្លួនដើម្បីទៅជួបជាមួយនឹងពួកគេហើយគ្រាន់តែបើកទ្វារភ្លាមមេវិស័យរបស់យើងនឹងចាប់ដើមស៊ូទៀតហើយឯងគឺជាអ្នកណាហេតុអ្វីបានចូលមកតំបន់ហាមឃាត់របស់យើងយើអាចអង្រៃឯងមិនស្គាល់ជីតារបស់ឯងទេយើងនេះគឺជាស្ដេចស្វាស្មើមេឃយើងគឺជាជីតាសុនឯងគិតថាយើងជឿមែនទេឯងនៅតែធ្វើពោតជាសង្ខានទៅចម្លងធัวតើមែនទេកូនចៅទាំងអស់គ្នាចាប់ការទៅកុំឲ្យគេមកធ្វើពោតចំពោះយើងបានរួចហើយគេក៏បានបើកការវាយប្រហារភ្លាមៗតែម្ដងស្ដេចវិស័យដៃស្លាមរបស់គេនឹងគ្រាន់តែឃើញប្រព័ន្ធនឹងភ្លាមណានៅខាងក្រៅកំពុងតែមានការប្រយុទ្ធគ្នាបែបនេះស្រាប់តែគេនឹងមានការភ័យខ្លាចខ្លាំងមែនទេអ្នកនរគ្នាហើយគេនឹងក៏បានរត់ចេញទៅភ្លាមតែម្ដងបំរុងតែរត់ទៅដើម្បីសុំជំនួយពីសង្ខានរបស់យើងណាដើម្បីឲ្យមកចាប់ការជាមួយនឹងសុនឧខុមពិតរបស់គ្នាយើងរួចហើយតែរឿងរបស់យើងនឹងក៏ការមកដល់កន្លែងសង្ខានទាំង4របស់យើងវិញហើយនៅទីនោះគឺមានផ្លូវពីរទី1នឹងគឺថាផ្លូវទៅផ្ទះលបងជ្រូករបស់យើងហើយទី2នឹងគឺថាផ្លូវទៅចម្លងធัวដូច្នេះហើយមុនដំបូងគេប្រងអត់ចូលទេដោយសារតែគេបញ្ញាប់អីចឹងណាប៉ុន្តែលបងកង្កែបរបស់យើងនឹងក៏បានប្រាប់ហើយវាមានរយៈពេល3ឆ្នាំមកហើយឯងគួរតែចូលលេងជាមួយនឹងគ្រួសាររបស់ឯងសិនណាមួយសង្ខានប្រហែលជាមកតាមទាន់រយៈពេល3-4ថ្ងៃទៀតណោះទៅពួកគេមកអាចតាមទាន់យើងបានដូច្នេះហើយវាមិនខាតពេលនោះទេរួចហើយលបងជ្រូករបស់យើងនឹងក៏បានចូលមកលេងម្ដាយរបស់គេហើយយើងក៏បានឃើញហើយមុនដំបូងម្ដាយរបស់គេនឹងគឺថាអត់ស្គាល់គេទេរួចហើយលបងជ្រូករបស់យើងរៀបរាប់ទៅគេដឹងថានេះគឺជាកូនប្រុសរបស់គេហើយម្ដាយរបស់គេនឹងក៏បានសួរសុខទុក្ខកូនដែរថាយ៉ាងម៉េចយ៉ាងម៉ាហើយរស់នៅក្នុងភ្នំនោះតើវាសុខទុក្ខយ៉ាងម៉េចដែរហើយក៏បានរៀបរាប់ណាថាកុំបានទៅលពូទី2របស់កង្កែបនោះទេកុំអីកូនប្រុសរបស់គេនឹងក៏មិនអាចចូលទៅក្នុងភ្នំនោះបានដែរហើយក៏បានសួរថាលោកពូទី2របស់កង្កែបនឹងគឺយ៉ាងម៉េចហើយលោកបងកង្កែបរបស់យើងនៅពេលដែលឮបែបនេះណាស្រាប់តែមានការយំខ្លាំងមែនទែនដោយសារតែលោកពូរបស់គេនឹងបានស្លាប់ហើយគ្រាន់តែឃើញប៉ុណ្ណេះណាម្ដាយលបងជ្រូករបស់យើងនឹងក៏មានការឆ្ងល់ដែរថាគាត់នឹងនិយាយអីខុសមែនទេប៉ុន្តែគេនឹងក៏អត់បានប្រាប់ដែរគឺអត់មានអីទេវាពិបាកក្នុងការនិយាយណាលបងជ្រូករបស់យើងនឹងក៏បានចេញមកណែនាំហើយថាមិនចាំបាច់ភ័យខ្លួនអីទេធ្វើទីនេះដូចជាផ្ទះខ្លួនឯងអញ្ចឹងទៅវាអត់មានអីធំដុំនោះទេរួចហើយម្ដាយរបស់គេនឹងក៏ចាប់ផ្ដើមនិយាយទៀតហើយថានៅលើភ្នំនោះខិតខំប្រឹងធ្វើការទៅកុំដូចឪពុករបស់ឯងឪពុករបស់ឯងនេះគឺចំទៀតខ្លាំងណាស់គាត់ចង់ខ្លាចទៅជាលោកសង្ឃប៉ុន្តែមានណាទៅឲ្យបិសាចវាយឡើងត្រង់ខ្លួនឥឡូវគាត់ណោតដេកឈឺលើក្រែលបងជ្រូកនៅពេលដែលលើបែបនេះណាចាប់ផ្ដើមសួរឪពុកតើឪពុកនៅទីណាគាត់នៅទីនោះដូចហើយយើងក៏បានឃើញហើយបិសាចជ្រូករបស់យើងនឹងក៏បានមកលេងដែរប្រាប់ថាគាត់នឹងមកទីនេះដើម្បីមកលេងឪពុករបស់គេអញ្ចឹងណាព្រមជាមួយនឹងមិត្តភ័ក្តិទាំងអស់នោះគ្រាន់តែឪពុកគេឃើញភ្លាមណាស៊ូនអ៊ូខុងតានេះគឺជាប៉ាជេតាមែនទេកូនរបស់គេនឹងក៏បានប្រាប់ហើយថាកុំមាត់ពុកខ្ញុំមិនចង់ឲ្យម្ដាយខឹងខ្ញុំនោះទេខ្ញុំទាំង4នេះបន្លំខ្លួនធ្វើជាលោកសង្ឃដើម្បីទៅចម្លងធម៌នៅភាគខាងលិចគ្រាន់តែលឺប៉ុណ្ណេះភ្លាមណាឪពុករបស់គេនឹងមានការសប្បាយចិត្តខ្លាំងមែនទែនដោយការតែស្រែកលឺពេកនឹងម្ដាយរបស់គេនឹងបំរុងតែមកថាឲ្យហើយប៉ុន្តែត្រូវលបងកង្កែបរបស់យើងនឹងមកហាមតាន់ហើយឪពុកគេនឹងក៏បានប្រាប់ហើយថាឲ្យទៅយកស្រានៅគៀននោះយកមកឲ្យពុកមកពុកខានផឹកស្រាវាជាយូរណាស់មកហើយនៅពេលដែលបានផឹកណាឪពុករបស់គេនឹងក៏បានចាប់ដើមទូមានទៀតហើយអាកូនប្រុសឯងកុំស្ដាប់ម្ដាយរបស់ឯងអីនៅលើភ្នំមួយនោះគឺវាគ្មានអនាគតនោះទេហើយឯងកំពុងតែធ្វើនេះវាជាគំនិតអស្ចារ្យប្រសិនបើឯងខ្លាចទៅជាព្រះពុទ្ធនោះគ្មានអ្នកណាហ៊ានមើងងាយឯងទៀតនោះទេអញ្ចឹងត្រូវហើយអាកូនប្រុសយ៉ាងម៉េចហើយក្បាច់កូនប៉ាដែលបង្រៀនឯងកាលពីមុនឯងនៅចាំទេលំងជ្រូករបស់យើងនឹងក៏បានប្រាប់ហើយថាគាត់នឹងនៅចាំដែរមែនហើយក្បាច់កូនមួយនោះណាឯងកុំបញ្ចេញឲ្យសោះលុះត្រាតែឯងចាំបាច់ណាទើបបញ្ចេញបានហើយប្រសិនបើឯងបញ្ចេញក្បាច់កូនមួយនោះណាឯងនឹងខ្លាចទៅជាទម្រង់ដើមរបស់ឯងវិញមិនខានហើយក្បាច់កូនមួយនោះណាខ្ញុំបានរកឃើញវានៅក្នុងច្រកភ្នំដ៏សម្ងាត់មួយហើយនៅពេលដែលរាងកាយឪពុកមិនអាចវឹកហាត់បានបែបនេះឪពុកក៏បានបោះបង់ចោលប៉ុន្តែមិនអីទេឪពុកសង្ឃឹមថាឯងនៅតែបន្តអាជីពនេះហើយមិនបោះបង់ដូចឪពុកនោះទេបិសាចជ្រូករបស់យើងនឹងក៏ចាប់ដើមថាទៀតហើយមិនអីទេលោកពុករងចាំថ្ងៃនោះថ្ងៃដែលខ្ញុំបានទៅចម្លងធម៌បានសម្រេចនោះខ្ញុំនឹងត្រឡប់មកវិញដើម្បីឪពុកមើលដូច្នេះហើយសូមលោកពុករក្សាចិត្តឲ្យស្ងៀមស្ងាត់ចោលតែរឿងរបស់យើងនឹងក៏កាត់ចេញមកខាងក្រៅម្ដាយរបស់គេនឹងក៏បានទូមានទៀតហើយថានៅពេលដែលចេញទៅណាថៃខ្លួននៅបានល្អផឹកទឹកឲ្យបានច្រើនប៉ុន្តែយើងក៏លេចទៅមើលឪពុករបស់គេវិញណាឪពុករបស់បិសាចជ្រូករបស់យើងនឹងចាប់ផ្ដើមនិយាយទៀតហើយថាគាត់នឹងសុំស្រាបន្តិចប្រាប់តែអាសាអញ្ចឹងណាអាសារបស់យើងនេះក៏បានមកចុកស្រាបន្តិចហើយឪពុកនឹងចាប់ផ្ដើមនិយាយទៀតហើយណែក្បាច់គុណមួយនេះខ្ញុំប្រាប់តែឯងម្នាក់ទេហើយកុំប្រាប់ពីណាទៀតណាឮទេក្បាច់គុណមួយនេះវាមានចលនាខ្លាំងណាស់ប៉ុន្តែឯងមិនត្រូវប្រើជាដាច់ខាតលុះត្រាតែវិធីសាស្ត្រចុងក្រោយក្បាច់គុណមួយនេះនៅពេលដែលឯងប្រើទៅណាក្បាច់គុណមួយនេះនឹងធ្វើឲ្យឯងនឹងខ្លាយទៅជាទម្រង់ដើមតែឯងយកដែរទេបន្ទាប់ពីនិយាយគ្នាអស់
សមកក្រោយមកខ្សែរឿងរបស់យើងហ្នឹងក៏កាប់មកដល់ពេលភ្លឺវិញហើយរួចហើយម្ដាយរបស់គេហ្នឹងក៏បានរៀបចំខ្លួនកូនគេដើម្បីឲ្យកូនគេហ្នឹងបន្តដំណើរទៅមុខទៀតហើយនៅពេលដែលចេញទៅម្ដាយរបស់គេហ្នឹងក៏មានអារម្មណ៍ថាក្តុកក្តួលខ្លាំងដែរដោយសារតែកូនគេហ្នឹងមកលេងត្រឹមតែមួយថ្ងៃទេក៏បានត្រឡប់ទៅវិញទៀតហើយបើតែជ្រូករបស់យើងហ្នឹងក៏បានប្រាប់ទៅវិញដែរអ្នកម៉ែកុំជេរលោកប៉ាទៀតអីម៉ែរបស់គេហ្នឹងក៏បានប្រាប់ហើយថាគាត់ដឹងហើយមើលថែខ្លួនឯងឲ្យបានល្អទៅតែរឿងរបស់យើងហ្នឹងក៏កាមកដល់កន្លែងមេបេស្លាច់ដៃស្ដាំហើយគ្នាយើងគេក៏បានសួរណាលោកតាមេភូមិណាតើមានឃើញសង្ខានមកចម្លងធន់នៅទីនេះទេមេភូមិរបស់យើងហ្នឹងមានការស្រឡាំងការខ្លាំងមែនទែនដោយសារតែឃើញបេស្លាច់ស៊ូគេហ៎ហើយក៏បានងក់ក្បាលបន្តិចមេបេស្លាច់នោះក៏បានសួរទៀតហើយពួកគេទៅតាមផ្លូវនេះតាមមែនទេហ្នឹងហើយផ្លូវហ្នឹងហើយក៏បានរត់ចេញទៅមុននឹងរត់ចេញទៅក៏បានទូមានទៀតណាណែក្រុមខ្លែងមកតាមក្រោយណាត្រូវតែប្រយ័ត្នជាមួយនឹងក្រុមពួកគេនោះគឺជាក្រុមបោកប្រាស់ទេណាដូច្នេះហើយត្រូវតែប្រយ័ត្នតែរឿងរបស់យើងហ្នឹងក៏ការមកដល់កន្លែងសង្ខានទាំង4របស់យើងវិញហើយយើងក៏បានឃើញហើយថាសង្ខានទាំង4របស់យើងហ្នឹងគឺថាបានដើរឆ្ងាយខ្លាំងមែនតើអ្នកនរគ្នាដើរតាំងពីសមុទ្រខ្សាច់មកដល់សមុទ្រតកកទៀតនិយាយទៅយើងបានឃើញទស្សនវិជ្ជាប្លែកៗខ្លាំងមែនតើអ្នកនរគ្នានៅពេលដែលគេបានដើរចម្លងធម៌មកកាន់ទីនេះហើយនៅពេលដែលគេបានដើរមកដល់ចំណុចនេះណាស្រាប់តែគេឃើញប្រាសាទមួយនៅលើចង្កេះភ្នំហើយពួកគេហ្នឹងក៏មានការឆ្ងល់ដែរតែនោះមែនទេគឺជាប្រាសាទរបស់ព្រះយឡាយដែលត្រូវមកចម្លងធម៌នៅទីនេះហើយក៏បានធ្វើពួកគេហ្នឹងមានការភ្ញាក់ផ្អើលខ្លាំងមែនតើប៉ុន្តែតែរឿងរបស់យើងហ្នឹងក៏កាមកដល់កន្លែងបិសាយមួយក្រុមទៀតហើយលោកម្ចាស់ខ្ញុំបានឃើញព្រះសង្ឃទាំង4អង្គមកកាន់ទីនេះហើយលោកម្ចាស់របស់គេហ្នឹងក៏បាននិយាយតទៅវិញហើយហេតុអ្វីបានជាលឿនបែបនេះហើយនៅពេលដែលពួកគេបានចេញមកក្រៅណាគេក៏បានថានោះគឺជាអ្នកចម្លងធម៌ពិតមែនប៉ុន្តែអ្នកចម្លងធម៌បោកទេអ្នកចម្លងធម៌កង្កែបរបស់យើងហើយនៅពេលដែលក្រុមចម្លងធម៌របស់យើងនេះបានដើរចូលមកក្នុងនោះយើងក៏បានឃើញហើយថាមានទេវតាច្រើនមែនតើនៅក្នុងប្រាសាទមួយនោះណាគឺបានសម្លឹងមើលមកមុខគេហើយក៏បានធ្វើឲ្យពួកគេហ្នឹងមានការភ័យខ្លាចតិចតួចដែរហើយព្រះយឡាយរបស់យើងហ្នឹងក៏បានសួរហើយតើអ្នកប្រែថាអ្នកគឺជាសង្ខានមកចម្លងធម៌នោះតើមែនទេបិសាយកង្កែបរបស់យើងហ្នឹងក៏បានតទៅវិញហើយវាប្រែថាអ្នកស្គាល់ខ្ញុំដែរតើមែនទេកូនចៅរបស់គេម្នាក់ហ្នឹងក៏បាននិយាយហើយប្រេប្រាឯងឃើញកថាកូដហើយហេតុអ្វីបានជាឯងមិនថ្វាយបង្គំបែបនេះថាម៉េចព្រះកថាកូដរួចហើយលំងជ្រូករបស់យើងនៅពេលដែលលើបែបនេះណាក៏មានការកៀងដែរប៉ុន្តែសុំពេលព្រះយឡាយមកផ្លែតគេចេញទៅក្រៅមកផ្លែតអញ្ចឹងណាដើម្បីជំនុំគ្នារងចាំមកផ្លែតតើនោះគឺជាព្រះកថាកូដតើមែនទេក៏លេចមកមើលក្នុងសំណាក់វិញណាយើងក៏បានឃើញហើយព្រះយឡាយនេះចាប់ដើមឆ្ងល់ហើយឯងមើលមកយើងមើលមិនដូចព្រះយឡាយទេតែការសម្ដែងរបស់យើងវាមិនដូចតាមមែនទេនិយាយទៅនេះចម្លងធម៌របស់យើងហ្នឹងគឺថាអត់ស្គាល់ព្រះពុទ្ធទេហើយពពួកបិសាចតែងខ្លួនជាព្រះពុទ្ធហ្នឹងក៏មានការឆ្ងល់ដែរដោយសារតែគេហ្នឹងបានវឹកហាត់កន្លះឆ្នាំមកហើយហើយអ្វីបានជាពួកគេហ្នឹងមើលទៅមិនដូចព្រះពុទ្ធទៀតប៉ុន្តែអាបែជ្រូរបស់យើងហ្នឹងក៏ចាប់ដើមនិយាយហើយណែទោះបីជាយើងមិនស្គាល់ក៏ដោយណាប៉ុន្តែយើងធ្វើស្គាល់គេទៅដើម្បីយើងទទួលបានគម្ពីរនោះហើយយើងនឹងបានជីវិតអមតៈអីមិនចឹងទេតើសម្រាប់អញ្ចឹងណារួចហើយពួកគេហ្នឹងក៏បានដើរចូលមកក្នុងសំណាក់វិញទៅល្មងកកែរបស់យើងហ្នឹងក៏បាននិយាយទៀតហើយខ្ញុំម្ចាស់មើលព្រះពុទ្ធមិនស្គាល់ភ្នំថៃសានសូមព្រះអង្គម្ចាស់កុំដាក់ទោសខ្ញុំអីព្រះពុទ្ធរបស់យើងហ្នឹងក៏បានតទៅវិញដែរមិនអីទេឥឡូវនេះឯងមកពីផ្លូវឆ្ងាយដូច្នេះហើយឯងគួរតែទៅសម្រាប់សិនទៅប៉ុន្តែល្មងកកែរបស់យើងហ្នឹងក៏បានប្រាប់ទៅវិញហើយមិនអីទេខ្ញុំម្ចាស់មកនេះគ្រាន់តែចង់បានគម្ពីរតែប៉ុណ្ណោះប៉ុន្តែភ្លាមនឹងមានណាគ្នាយើងហើយស្រាប់តែអាប៉ែមួយនោះវាចាប់ដើមកដាភ្លាមតែម្ដងហើយក៏បានធ្វើមនុស្សគ្រប់គ្នានឹងមានការចាប់អារម្មណ៍ខ្លាំងមែនទែនហើយមិនត្រឹមតែប៉ុណ្្នឹងទេស្រាប់តែចេញកតុយមកទៀតធ្វើមនុស្សគ្រប់គ្នានឹងកាន់តែភ្ញាក់ផ្អើលទៀតហើយព្រះយឡាយនោះក៏មានការជ្រួញមុខបន្តិចបន្តួចដែរដោយសារតែគេសម្ដែងអត់បានល្អហើយព្រះយឡាយរបស់យើងនឹងគេចាប់ដើមថាទៀតហើយមិនអីទេពួកឯងឆាប់ទៅយកព្រះគម្ពីរជូនទៅកាន់ពួកគេភ្លាមអាបីខ្សែពីរនាក់នេះនៅពេលដែលឮបែបនេះភ្លាមណាក៏បានចុះមកក៏បានសួរហើយលោកម្ចាស់តើព្រះគម្ពីរនៅទីណាព្រះយឡាយនៅពេលដែលឮបែបនេះភ្លាមណាក៏មានការជ្រួញមុខដែរលោកម្ចាស់ស្អីឯងឆាប់ទៅយកគម្ពីរមកហើយដោយសារតែអ្នកក្រៅមកគាត់របស់ខ្ញុំគាត់ចូលចិត្តលេងសើចណាដូច្នេះហើយសង្ឃឹមថាសង្ឃឋានកុំប្រកាន់អីហើយក៏នាំគ្នាសើចឡើងពេញហ្នឹងអ្នកនរគ្នាសើចលក្ខណៈថាអត់ជាតិណាយើងមើលទៅប្រកាសជាសើចហើយកន្លែងហ្នឹងបើមិនបានមើលរឿងពេញហើយបិសាចកង្កែបរបស់យើងហ្នឹងក៏បានទូទៀតហើយត្រឹមត្រូវណាព្រះពុទ្ធតើព្រះពុទ្ធថានឹងផ្ដល់អ្វីមកកាន់យើងប្រសិនបើយើងបានដល់ទីនេះនោះព្រះពុទ្ធរបស់យើងនេះក៏មានការគៀងបន្តិចដែរហើយក៏បានប្រាប់ទៅវិញណាមិនអីទេប្រសិនបើឯងចង់បាននោះឯងត្រូវតែសូត្រកំណាព្យនៅភូមិភាគបូព៌ាប្រាប់មកយើងសិនណាកំណាព្យលេខ1ដែលគេបានល្បីនោះតែឆាប់សូត្រមកកាន់យើងភ្លាមហើយក៏បានធ្វើលបងកកែបរបស់យើងនឹងមានការគៀងដែរដោយសារតែគេនឹងអត់មានដឹងអីទេអ្នកនរគ្នាហើយរួចហើយគេក៏បានយល់ឯដល់សារថាហើយប្រសិនបើខ្ញុំសូត្រទៅនោះប្រហែលជាព្រះពុទ្ធនឹងប្រហែលជាមិនដែល
លឺទេមើលទៅដោយសារតែកំណាប់នោះនៅឆ្ងាយណាកូនចៅរបស់គេម្នាក់ហ្នឹងក៏បាននិយាយមកថាឲ្យអីប្រេប្រានៅក្នុងโลกមួយនេះតើមានកំណាប់អ្វីដែលប្រពន្ធមិនដឹងនោះរួចហើយបីសាច់កង្កែបរបស់យើងហ្នឹងចិត្តថាទៅរួចទៅប្រពន្ធហ្នឹងក៏បានយល់ដែរដោយសារតែគាត់អត់ដឹងដែរប្រពន្ធហ្នឹងក៏បានប្រាប់ថាកំណាប់មួយនេះល្អណាស់ខ្ញុំបានស្ដាប់យូរណាស់មកហើយឥឡូវនេះឆាប់សូត្រកំណាប់មួយនេះចេញមកខ្ញុំចង់ស្ដាប់វាឥឡូវនេះបីសាច់ជ្រូករបស់យើងហ្នឹងក៏បានរៀបរៀងដែរថាមកកាត់នេះឈឺកខ្លាំងណាស់មិនអាចសូត្រកំណាប់នេះបានទេប៉ុន្តែកូនចៅរបស់គេហ្នឹងក៏បាននិយាយហើយប្រដេប្រដាឆាប់សូត្រមកភ្លាមតែឯងចំមានទោសតើមែនទេហើយដល់តែស្ថានភាពកំពុងតែតាមតឹងយ៉ាងណាលោកបងឋានជ័យរបស់យើងហ្នឹងចាប់ផ្ដើមនិយាយទៀតហើយចេញក៏ដឹងចូលក៏ដឹងថាខាងមុខមានតុកបើមិនកន្លងដួលកាប់មុខងាប់រួចហើយលោកបងជ្រូករបស់យើងហ្នឹងក៏បានបន្ថែមលបោយថាគេរៀបរាប់ច្រើនណាស់នេះរកនេះហើយរៀបរាប់ច្រើនមែនតើពីដំណើររបស់គេណានៅពេលដែលប្រពន្ធឮបែបនេះតំលេងທາງជ័យនេះពិតជាច្បាស់ល្អខ្លាំងណាស់រួចហើយប្រពន្ធរបស់យើងហ្នឹងក៏បានសរសើរច្រើនមែនតើពាក់ព័ន្ធជាមួយនឹងឋានជ័យអញ្ចឹងណាមានភាពបត់បែនល្អនឹងការសូត្រកំណាត់ល្អអញ្ចឹងទៅរួចហើយប្រពន្ធរបស់យើងហ្នឹងក៏បានប្រាប់ហើយអូយមិនអីទេឥឡូវនេះដល់ពេលថ្ងៃត្រង់ហើយគួរតែទៅស្រស់ស្រូបអាហារសិនណាប៉ុន្តែលោកបងកូនកែរបស់យើងហ្នឹងក៏បានតទៅវិញហើយមិនអីទេខ្ញុំមកទីនេះដើម្បីយកទៅកំពីទេខ្ញុំអាចរងចាំទីនេះបានប្រពន្ធហ្នឹងក៏បានតទៅវិញហើយកុំរឹងរោអីឥឡូវនេះអ្នកគួរតែសម្រាប់មកផ្លេតសិនទៅណាចាំមកយកកំពីតាមក្រោយប៉ុន្តែលោកបងកូនកែរបស់យើងហ្នឹងនៅតែចេះទៀតនេះរកគ្នាមើលដោយសារតែគាត់ហ្នឹងខ្លាចនៅទីនេះយូរពេកហ្នឹងខ្លាចបែកកាតដូច្នេះហើយគាត់អត់បានកំពីអីចឹងណាទើបគាត់ហ្នឹងបញ្ញាប់ទៅហើយបញ្ញាប់ចេញហើយពេលយល់ឡាយនៅពេលដែលខឹងបែបនេះណាស្រាប់ដើមនិយាយប្រយហើយអ្វីបានជាឯងមិនចង់នៅទីនេះមានស្រាឆ្ងាញ់និងម្ហូបខ្លាំងជាច្រើនហើយអ្វីបានជាឯងមិនចង់នៅទីនេះឲ្យស្រុកខ្លួនលោកបងកូនកែនៅពេលដែលឮថាមានស្រាបែបនេះណាស្រាប់តែមានការភ្ញាក់ផ្អើលខ្លាំងមែនទែនថាម៉េចនៅទីនេះមានស្រាមែនទេខ្ញុំខាតផឹកស្រាជាយូរណាស់មកហើយប៉ុន្តែភ្លាមហ្នឹងអាសារបស់យើងហ្នឹងស្រាប់តែមានការចាប់អារម្មណ៍មែនទែនមិនត្រូវទេព្រះមិនអាចផឹកស្រាបាននោះទេគ្រាន់តែឮប៉ុណ្ណេះភ្លាមណាពួកគេទាំងអស់ហ្នឹងក៏បានដឹងគ្នាហើយថាពួកគេហ្នឹងគឺជាពួកបោករៀងៗខ្លួនហើយមិនទាន់តែដឹងថាវាយក៏ឡាប់កាប់ចាក់ប៉ុណ្ណាផងតែរបស់យើងហ្នឹងខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសិនយ៉ាងប៉ះសិនមកគ្នាយើងចង់មើលភាគតកុំភ្លេច comment នៅក្រោមវីដេអូខ្ញុំបាននឹងផងហើយនេះគឺជា QR របស់ខ្ញុំអញ្ចឹងប៉ះសិនមកគ្នាយើងណាដែលគាត់ចិត្តល្អអាច support ខ្ញុំតាមរយៈនេះបានអញ្ចឹងពីខ្ញុំមករៀនស្រាវជ្រាវរឿងចាំជួបគ្នាវីដេអូក្រោយ